សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយខ្ញុំសាជាថ្មីជាមួយការពិនិត្យម៉ូតូបែបលម្អិតថ្ងៃនេះយើងមកមើល Honda Scoopy ស៊េរីឆ្នាំ2026ទាំងអស់គ្នាតើម៉ូតូបែប Retro Modern មួយនេះវាពិតជាស័ក្តិសមនឹងការពេញនិយមនៅស្រុកខ្មែរយើងដែរឬទេបើនិយាយពីប្រវត្តិវាបន្តិច Scoopy បានក្លាយជាម៉ូតូអូតូក្នុងដួងចិត្តរបស់យើងជាច្រើនឆ្នាំដោយសារតែរូបរាងបែបបុរាណតែបញ្ចូលបច្ចេកវិទ្យាទំនើបសម្រាប់ឆ្នាំ2026នេះវិញ Honda កាន់តែបន្ថែមភាពទាក់ទាញទៅលើផ្នែករូបរាងនិងសមត្ថភាពចំណុចពិសេសនឹងការបើកបរចំណុចដែលទាក់ភ្នែកជាងគេគឺចង្គៀងមុខ LED ថ្មីនិងរាងមូលបែប Retro ដែលនៅតែមានមន្តស្នេហ៍វាមានបំពាក់កង់ទ័រ Digital ដែលបង្ហាញព័ត៌មានបានច្បាស់លាស់សោឆ្លាតវៃ Smart Key និងមានសុវត្ថិភាពនិងមានរន្ធសាកថ្មទូរស័ព្ទទៀតផងចំណែកបច្ចេកវិទ្យាវិញវាបំពាក់ដោយម៉ាស៊ីន ESP Enhanced Smart Power 110cc ចំនួនថ្មីដែលធ្វើឲ្យការបើកបររលូនខ្លាំងស្ងាត់ល្អនិងស៊ីសាំងតិចបំផុតបន្ថែមទាំងបច្ចេកវិទ្យា Idling Stop ដើម្បីសន្សំសំចៃសាំងពេលឈប់ធ្វើដំណើរទៀតផង Scoopy ស៊េរីឆ្នាំ2026ប្រើប្រាស់ប្រព័ន្ធប៊ិចសាំង PGM FI ដែលជួយឲ្យការដុតបំផ្លាញសាំងសព្វល្អនិងសន្សំសំចៃបានខ្ពស់ចង្គៀងភ្លើងក្រោយកាន់តែទាន់សម័យកាន់តែលេចធ្លោ Scoopy ស៊េរីថ្មីនេះប្រើប្រាស់ប្រព័ន្ធប្រាំងសមាសឬ CBS Combined Braking System ដែលជួយឲ្យការបើកបរកាន់តែសុវត្ថិភាពដោយសារតែការចាប់ហ្វ្រាំងតែម្ខាងក៏វាជួយចាប់ទាំងមុខទាំងក្រោយផងដែរប៉ុន្តែបើយើងប្រៀបធៀបជាមួយគូប្រជែងដូចជា Yamaha Fazio ជាដើមយើងឃើញថា Scoopy មានរាងតូចជាងបន្តិចហើយក្លុបដាក់អីវ៉ាន់ខាងក្រោមពូកក៏មិនសូវធំដែរបើអ្នកចង់បានកម្លាំងខ្លាំងឬកន្លែងដាក់របស់ធំទូលាយនោះម៉ូតូអូតូធំជាងនេះដែលគួរពិចារណាសរុបសេចក្តីមក Honda Scoopy 2026នៅតែជាជម្រើសកំពូលសម្រាប់អ្នកដដែលចង់បានភាពងាយស្រួលម៉ូដស្អាតបច្ចេកវិទ្យាទំនើបនិងការសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃទោះបីមានចំណុចខ្វះខាតខ្លះក៏អត្ថប្រយោជន៍របស់វាមានច្រើនជាងចុះអ្នកទាំងអស់គ្នាគិតមិនដែរលើ model Scoopy មួយនេះកុំភ្លេច comment នៅខាងក្រោមនិងកុំភ្លេចជួយចុច Subscribe និង Like ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតនៅពេលក្រោយសម្រាប់កំហុសខុសឆ្គងត្រង់ចំណុចណាដែលខ្ញុំនិយាយទៅនិងអធិប្បាយទៅមិនបានច្បាស់លាស់ត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត